ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមបុរសដែលស្ថិតនៅក្នុងស្រមោលប៉ុន្តែមានអំណាចនិងឥទ្ធិពលបំផុតបន្ទាប់ពីប៉ុល ពតនោះគឺលោកនួនជាឬដែលពិភពលោកស្គាល់ថាជាបងធំទី2ប្រសិនបើប៉ុល ពតគឺជាមុខមាត់នៃបដិវត្តន៍នួនជាវិញគឺជាខួរក្បាលនិងជាអ្នកថែរក្សាមនុស្សកម្ពុជាក៏រឹងរូសបំផុតម្នាក់រឿងរ៉ាវរបស់បុរសម្នាក់នេះមិនមែនចាប់ផ្ដើមចេញពីភាពក្រីក្រនោះទេប៉ុន្តែវាបានចាប់ផ្ដើមចេញពីគ្រួសារដែលមានជីវភាពធំធានិងទទួលបានការអប់រំខ្ពង់ខ្ពស់ដែលជាចំណុចផ្ទុយស្រឡះពីមហន្តរាយដែលលោកបានបង្កឡើងនៅពេលក្រោយមកទៀតលោកកើតនៅឆ្នាំ1926ក្នុងភូមិវត្តកខេត្តបាត់ដំបងដែលមានឈ្មោះដើមថាឡាវគីមឡននៅក្នុងគ្រួសារខ្មែរជាតិមួយយុវវ័យរបស់លោកត្រូវបានចំណាយទៅលើការសិក្សាយ៉ាងយកចិត្តទុកដាក់បំផុតដោយសារតែគ្រួសារមានលទ្ធភាពនិងជីវភាពធូរធាររបបជីវិតដ៏សំខាន់ដំបូងគេគឺនៅពេលដែលលោកបានចាក់ចេញពីមាតុភូមិដើម្បីទៅបន្តការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយក្នុងទីក្រុងបាងកកប្រទេសថៃនោះគឺសាកលវិទ្យាល័យធម្មសាស្ត្រនៅទីនោះហើយដែលក្របពូជនៃមនុស្សកម្ពុជាកុម្មុយនីសបានចាប់ផ្ដើមដុះពន្លកឡើងនៅក្នុងចិត្តរបស់លោកបានចូលរួមជាមួយបាក់កុម្មុយនីសថៃនិងបានយល់ដឹងអំពីយុទ្ធសាស្ត្រនៃការរៀបចំចាត់តាំងបាក់យ៉ាងស៊ីជម្រៅមិនដូចមេដឹកនាំខ្មែរក្រហមដទៃទៀតដែលធ្លាប់ទៅសិក្សានៅប្រទេសបារាំងនោះទេនួនជាបែរជាជ្រួតជ្រាបនៅចំណេះដឹងនយោបាយពីតំបន់អាស៊ីដែលធ្វើឲ្យលោកមានចរិតលក្ខណៈស្ងប់ស្ងាត់ម៉ឺងម៉ាត់និងពោរពេញដោយភាពអាថាកំបាំងជាទីបំផុតនៅពេលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ50លោកបានសម្រេចចិត្តបោះបង់ចោលអាជីពជាអ្នកច្បាប់ហើយចូលព្រៃដើម្បីចូលរួមក្នុងចលនាតស៊ូក្នុងដំណាក់កាលនៃការកសាងបក្សកុម្មុយនីសកម្ពុជានួនជាគឺជាអ្នករៀបចំរចនាសម្ព័ន្ធសម្ងាត់និងជាមនុស្សដែលប៉ុល ពតទុកចិត្តបំផុតខណៈដែលមេដឹកនាំដទៃទៀតដើរតួជាអ្នកឃោសនានួនជាបានដើរតួជាអ្នកត្រួតពិនិត្យមនោគមវិជ្ជាយ៉ាងម៉ឺងម៉ាត់លោកជឿជាក់យ៉ាងមុតមងថាបដិវត្តន៍មួយអាចទទួលបានជោគជ័យទៅបានលុះត្រាតែបក្សមានភាពស្អាតស្អំនិងភាពដាច់ខាតបំផុតលោកបានក្លាយជាលេខារងនៃបក្សកុម្មុយនីសកម្ពុជានិងជាសមាជិកដ៏មានឥទ្ធិពលបំផុតមួយរូបនៃគណៈមជ្ឈិមបក្សនៅថ្ងៃទី17ខែមេសាឆ្នាំ1975នៅពេលដែលកងទ័ពខ្មែរក្រហមបានវាយលោកចូលទីក្រុងភ្នំពេញនួនជាបានឡើងកាន់តំណែងជាប្រធានសភាតំណាងប្រជាជននៃកម្ពុជាប្រជាធិបតេយ្យទោះបីជាតំណែងនេះមើលទៅហាក់ដូចជាការងាររដ្ឋបាលធម្មតាក៏ដោយប៉ុន្តែអំណាចពិតប្រាកដរបស់លោកគឺស្ថិតនៅក្នុងឋានៈជាអ្នកកាន់ចង្កូតមនសិការនៃបដិវត្តន៍លោកគឺជាអ្នកបញ្ជាផ្ទាល់ឲ្យមានការបង្កើតមន្ទីរសន្តិសុខនៅទូទាំងប្រទេសជាពិសេសគឺមន្ទីរស-16ឬទួលស្លែងលោកយល់ឃើញថាបុគ្គលណាដែលមិនដើរតាមមាត្រារបស់បក្សគឺត្រូវតែចាត់ទុកជាមេរោគដែលត្រូវតែវះកាត់ចិនដោយគ្មានការលើកលែងពាក្យស្លោកដ៏រន្ធត់ដែលថារក្សាទុកក៏មិនចំណេញដកចិនក៏មិនខាតបានគេជឿថាបានចិនមកពីការគិតដ៏ត្រចឹកស្រិបរបស់លោកនេះឯងនៅក្នុងរបបវាវិឃាតដែលបានអូសបន្លាយអស់រយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃនួនជាគឺជាបុគ្គលដែលតាមដានរាល់សកម្មភាពរបស់មន្ត្រីបក្សនិងប្រជាជនយ៉ាងហ្មត់ចត់បំផុតលោកគឺជាអ្នកផ្ដល់ភ្លើងខៀវឲ្យទៅកាំងហ្គីកអៀវឬហៅថាឌុចដើម្បីធ្វើទារុណកម្មនិងសម្លាប់មនុស្សដោយគ្មានការរើសអើងទោះបីជាអ្នកនោះធ្លាប់ជាមិត្តភក្តិរួមអាវុធជាមួយលោកក៏ដោយលោកបានមើលឃើញការស្លាប់បាត់បង់ជីវិតរបស់មនុស្សជិត2លាននាក់ថាគ្រាន់តែជាការលះបង់ដ៏ចាំបាច់ដើម្បីសម្រេចបាននូវសង្គមដ៏ឧត្តមគតិមួយដែលគ្មានការបែងចែកវណ្ណៈសូម្បីតែនៅពេលរបបនេះបានដួលរលំទៅវិញក្នុងឆ្នាំ1979ក៏លោកនៅតែមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនឡើយលោកបាននាំកម្លាំងដែលនៅសេសសល់ដកថយទៅរស់នៅក្នុងព្រៃភ្នំនិងបន្តដឹកនាំកងទ័ពខ្មែរក្រហមដើម្បីធ្វើសង្គ្រាមស៊ីវិលអស់រយៈពេលជិត2ទសវត្សរ៍បន្ថែមទៀតរហូតមកដល់ឆ្នាំ1998នៅពេលដែលចលនាខ្មែរក្រហមបានរលាយសាបសូន្យទាំងស្រុងនួនជាក៏បានសម្រេចចិត្តសុំចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាបន្ទាប់មកលោកបានរស់នៅក្នុងផ្ទះដ៏សាមញ្ញមួយនៅឯតំបន់បៃលិនហាក់បីដូចជាគ្មានរឿងអ្វីធ្លាប់កើតឡើងតតែសោះលោកតែងតែបន្តប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងឮពីការសម្លាប់រង្គាលនោះទេហើយអ្វីដែលលោកបានធ្វើកន្លងមកគឺគ្រាន់តែដើម្បីការពារប្រទេសពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះប៉ុន្តែយុត្តិធម៌ប្រវត្តិសាស្ត្រគឺមិនអាចរំលងបានឡើយនៅខែកញ្ញាឆ្នាំ2007នួនជាត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនមកឃុំខ្លួននៅឯស្រុកក្តីខ្មែរក្រហមដើម្បីប្រជុំមុខនឹងច្បាប់នៅក្នុងបន្ទប់សវនាការ
ได้ไปพบโลกแต่งมูลกำปงตามด้านย่างยกจะตกดักนวลเจียบ้านคล้ายเจตัวอ่องดอเลือดหล่อบงพดมาเนี่ยโลกแต่งแต่เปะแวนตาขมาวจวบจีเน็ตหากโดยชี้จองแหลกบางแก้วพเนกระบอโลกปีกระใสพเนกระบอจนรงครัวโลกบางต่อสู้มาเตะย่างสวัสดิ์สวายด้อยปราปราจมแหนกดังพในฉบับแด่ลูกทลอบบานเรียนโสดในประเทศไทยดังใบกาเพียครวนโลกบานพีเยี่ยมตุ่มแหลกกมโฮตะเลือประเทศเวียดนามนึ่งกะตาขังกราบเสียงปันตายพ่อตางได้มันตีสอมัดสิมูลบานบันเสาตุกคือเมียนตรงวนกรุบกรอนขนมกาบันแจกปีโตกำโฮระบอโลกขนมชนำปีพรดับโบน1 ชนำปีพรดับประไมลูกตระดอนตุลากากัตโตเอาจอบปนิกีอ้อมมูจีวัดปีบาทอุกรตกรรมประชังมนุษยเจียดหนึ่งการรำลบบำเปลี่ยนฉบับอันตราเจียดตีบำฟดในทะเลตีโบนไขใส่หาชนำปีพรดับรำโบนบ่เราดัดทลอบเจียคู่กบาลในระบอบเวียดปีเขียดรูปนี้บ้านตะตูมรณะเพียบขนุจำนายุ90 ใบชนำในขนมมันตี8 เมตรเพียบขมายโซเวียตโลกบ้านเลียจะโลกเตอร์ดอยนอมเตอจมูยในอัฐกำบังจิจรันในระบบขมายกระหอมได้มันตอนตรีบานเลียตระแดงชีวิตระบาดนวลเจียคือเจสักขีเพียบดอยจูจอดบ่มพดมุยได้บงหารทาเนื้อเป้ดามนุษย์มนักเมียนจำแนกดังขปัวปันตาเมียนมโนกมีเจจรุนิยมนึ่งขมีกระไดเมตาเกไอปลายครวนตัวเจวิซาจได้บงพลางเจ็ดซักนึ่งชีวิตมนุษย์รอบเลียนเนียกบ้านอย่างตระจักพเนกบ่มพดเกดำแนระบาดโลกมันแม่นจีการก่อสร้างฉีดร้ายปันตาเวียคือเจกมนอจะอ้างหนึ่งตกพเนกได้นึ่งดอกจวบขนมประวัติศาสตร์กัมพูชีเชียเรียงระโหด